5ចំណុចដែលខ្ញុំចាប់អារម្មណ៍ជាមួយនឹងកាមេរ៉ា Lumix S1 or 2ហើយនឹងបើសិនជានិយាយលើកនេះវិញគឺមានតែ3ចំណុចទេដែលខ្ញុំគិតថាអត់សូវចាប់អារម្មណ៍ជាមួយនឹងកាមេរ៉ាមួយនេះកាមេរ៉ា Lumix S1 or 2ដែលជាកាមេរ៉ាចុងក្រោយពីក្រុមហ៊ុន Panasonic នោះគឺជាកាមេរ៉ាដែលកំពុងតែស្ថិតនៅក្នុងការ order នៅឡើយទេហើយកាមេរ៉ា full frame មួយនេះគឺមានតម្លៃរហូតដល់$3,300នេះគឺជាតម្លៃក្រៅស្រុកទេប៉ុន្តែយើងបើសិនជាយើងមើលទៅតម្លៃក្រៅក្នុងស្រុករបស់យើងវិញគឺអត់ទាន់ដឹងថាក្រុមហ៊ុននឹងលក់ក្នុងតម្លៃប្រហែលទេឥឡូវនេះយើងមកដល់ចំណុចទី1ដែលខ្ញុំចាប់អារម្មណ៍ជាមួយនឹងកាមេរ៉ាមួយនេះគឺ sensor កាមេរ៉ាមួយនេះគឺភ្ជាប់ជាមួយនឹង L2 engine ហើយដែលមានទំហំរហូតដល់ទៅ 44.3 megapixel ហើយជាប្រភេទ full frame CMOS sensor ផងដែរដែលធ្វើឲ្យកាមេរ៉ានេះអាចផលិតរូបភាពកាន់តែបានល្អជាងមុនទៀតហើយ perform well ជាមួយនឹង dynamic range ក៏ដូចជា perform well ជាមួយនឹង color ទៅតងជាមួយនឹង highlight និង shadow ផងដែរចំពោះកាមេរ៉ាមួយនេះចំណុចទី2ដែលខ្ញុំចាប់អារម្មណ៍ខ្លាំងជាមួយនឹងកាមេរ៉ា Lumix S1 R2 នេះទៅតងជាមួយនឹងវីដេអូសម្រាប់ខ្ញុំដែលជាអ្នកផលិតវីដេអូច្រើនគឺចាប់អារម្មណ៍ខ្លាំងជាមួយនឹង codec ProRes ហើយកាមេរ៉ានេះអាចផលិតវីដេអូបានរហូតដល់ 8K 30 frame ហើយបើសិនតែយើងនិយាយទៅដល់ 4K របស់គេវិញគឺរហូតដល់120 frame យើងគិតថាវាធម្មតាទេបើយើងនិយាយថារៀង 8K 120 frame កាមេរ៉ាភាគច្រើនហ្នឹងគឺផលិតដល់120 frame 4K អញ្ចឹងទៅប៉ុន្តែបើយើងនិយាយពី 8K គឺធំមែនទែនអាហ្នឹងសម្រាប់យើងអាចយកទៅក្របចំណុចណាមួយយកមកប្រើបានគឺ 8K កន្លែងនេះគឺរត់ទៅដល់30 frame ហើយអ្វីដែលសំខាន់ដែលខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺកាមេរ៉ានេះអាចថតinternal យើងអាចថាថតចេញពីម៉ាស៊ីនផ្ទាល់តែម្ដងគឺអាចផលិត file Airport ProRes ហើយអ្វីដែលសំខាន់ទៀតគឺ ProRes RAW ទៀត ProRes RAW XQ ទៀតជាមួយនឹងកាមេរ៉ា Lumix S1 R2 មួយនេះចំណុចទី3ដែលខ្ញុំគិតថាចាប់អារម្មណ៍ដែរជាមួយនឹងកាមេរ៉ាមួយនេះគឺកាមេរ៉ានេះគឺមានជាមួយនឹង profile Cinelight A2 មកស្រាប់តែម្ដងធម្មតាយើងមាន profile standard ធម្មតារបស់កាមេរ៉ាប៉ុន្តែសម្រាប់កាមេរ៉ា Lumix S1 R2 នេះគឺបាន develop ជាមួយនឹង profile ថ្មីមួយគឺដាក់ឈ្មោះថា Cinelight A2 ដែល Cinelight A2 នេះយើងមើលទៅប្រូជាតិពណ៌វារៀង cinematic អីបន្តិចជាដើមហ្នឹងប៉ុន្តែសួរថាផលប្រយោជន៍របស់វាពេលណាផលប្រយោជន៍វាអាចថាពេលដែលយើងត្រូវការ live video ត្រូវការ live production ហ្នឹងយើងត្រូវការរករូបភាពទៅក្នុង switcher របស់យើងចង់ដាក់ color cinema ទៅតែម្ដងឬក៏យើងអាចថាយើងខ្ជិលធ្វើការ grading ច្រើនយើងគាត់ថាថតvlog មុំអីគឺយើងអាចធ្វើការចាក់ជាមួយនឹង color profile នេះចូលក្នុង footage របស់យើងតែម្ដងបានចំពោះព័ត៌មានបន្ថែមទៅជាមួយនឹង Cinelight A2 ថាវាមាន dynamic range ប្រហែលហ្នឹងគឺខ្ញុំអត់ទាន់ដឹងទេថាតើprofile មួយនេះមាន dynamic range ប៉ុន្មានហ្នឹងប៉ុន្តែគឺអត់ទាន់ដឹងដូចគ្នាចំណុចទី4ដែលខ្ញុំចាប់អារម្មណ៍ជាមួយនឹងកាមេរ៉ា Lumix S1 R2 នេះថាតងជាមួយនឹង false color កាមេរ៉ាពេលនេះគឺ Lumix បានដាក់ចូលជាមួយនឹង false color ក្នុងកាមេរ៉ាតម្លៃ$3,300របស់ខ្លួនហើយដែល false color នេះដូចយើងដឹងស្រាប់ហើយគឺសម្រាប់ check មើលថាតើកន្លែងណាដែលវាដាច់ shadow ខ្លាំងវាដាច់ black ខ្លាំងឬក៏កន្លែងណាដែលវាអាចនឹងមានការឆេះខ្លាំងយើងអាច check មើលបានជាមួយនឹង false color នេះគឺថាសម្រាប់ខ្ញុំប្រើប្រាស់ false color ម្ដងមកកើតបើសិនជាខ្ញុំ serious ខ្លាំងជាមួយនឹង production video ហ្នឹងប៉ុន្តែបើសិនជាថត event ថតvlog ធម្មតាគឺ no ប្រហែលជាអត់ត្រូវការ fall color នេះទេចំណុចចុងក្រោយដែលជា less favorite របស់ខ្ញុំគឺវាថាចាប់អារម្មណ៍តិចជាងគេតកតងជាមួយនឹង stabilizer យើងដឹងហើយថាកាមេរ៉ា Sony ក៏មាន stabilizer Canon ក៏មាន stabilizer ប៉ុន្តែ Panasonic បាន improve បានធ្វើឲ្យ stabilizer របស់ខ្លួននឹងកាន់តែល្អជាងមុនដោយគេប្រកាសថា footage ដែល capture ហើយដែល stabilize ហ្នឹងគឺអត់សូវជាធ្វើការ dropless គឺមានន័យថាអត់សូវកាត់ footage លើក្រោមឆ្វេងស្ដាំប្រហែលទេអញ្ចឹងគេប្រកាសថា ensuring dropless ប៉ុន្តែយើងដឹងថា ensuring dropless របស់គេហ្នឹងវាមានទំហំប៉ុណ្ណាទេប៉ុន្តែអ្វីនេះគឺជាអ្វីដែល Panasonic បានដាក់ចូលទៅក្នុងកាមេរ៉ារបស់ខ្លួនគឺ Lumix S1 R2 ចំណុចទាំង5ដែលចាប់អារម្មណ៍ខ្លាំងជាមួយ Panasonic បានបញ្ចប់ហើយឥឡូវនេះយើងចូលដល់ចំណុចដែលមិនសូវចាប់អារម្មណ៍យើងអាចនិយាយថាកន្លែងនេះយើងអាចនិយាយថាចំណុចដែលនៅខ្វះខាតរបស់ Panasonic S1 R2 ចំណុចទី1នោះគឺតកតងជាមួយនឹងfocus auto focus problem ជាមួយនឹងបញ្ហាតទៅជាមួយនឹង auto focus កន្លែងនេះមានឡើងជាមួយមានកាត់ឡើងជាមួយនឹងពេលដែលយើងថតវីដេអូមានថាពេលដែលយើងថតវីដេអូយើងឃើញថាអ្នកដែលប្រើមួយចំនួនគឺបាន report ថាកាមេរ៉ាមួយនេះគឺអត់សូវ focus បានល្អទេជាមួយនឹងពេលដែលយើងថតវីដេអូហ្នឹងចំណុចទី2ដែលជាចំណុចខ្វះខាតរបស់កាមេរ៉ាមួយនេះផងដែរនោះគឺមានន័យថាតទៅជាមួយនឹង buffering speed មានន័យថាឧទាហរណ៍ថាយើងកំពុងតែថត sport ឬក៏យើងថតរូបភាពដែលត្រូវការថតលឿនថតញាប់ច្រើន
ទៅជាមួយគ្នាទៅប្រហែលសន្លឹក10 20សន្លឹកតែមួយគ្នាហ្នឹងហើយបន្តមកទៀតយើងត្រូវការ switch មកវីដេអូអញ្ចឹងយើងពេលដែលយើង switch មកវីដេអូហ្នឹងមានន័យថា Panasonic នឹងចំណាយពេលប្រហែលជា3ទៅ4 second ដើម្បីធ្វើការ write data នោះចូលទៅ memory អានេះគឺខ្ញុំទទួលបានមកពី report review ពីអ្នកដែលបានប្រើប្រាស់កាមេរ៉ានេះផ្ទាល់នៅស្រុកក្រៅទេអញ្ចឹងគេ report ថាកាត់ឡើងមានបញ្ហាកាត់ឡើង buffering slow នេះពេលដែល switch ពីរូបសន្លឹកមកវីដេអូវិញហើយគេបានបញ្ជាក់ថា memory card ក៏មិនប្រើ memory on ដែរគេប្រើ memory ថ្លៃដែលអាច write speed បានលឿនប៉ុន្តែនៅតែមានបញ្ហានេះទៀតចំណុចខ្វះខាតចុងក្រោយនេះគឺសូមបញ្ជាក់បន្តិចកាមេរ៉ានេះគឺខ្ញុំស្រង់បានតែចំណុចមិនហៅថាចំណុចអាក្រក់ទេយើងហៅថាខ្ញុំហៅថាសូមតែចំណុចថាចំណុចខ្វះខាតទី3នៃកាមេរ៉ានេះគឺមានថាវា delay នៅពេលដែលយើងថតវីដេអូបន្តិចអញ្ចឹងមានថាពេលថា delay នេះមានន័យថាវាពេលដែលយើងចុច record ទៅវាអត់ទាន់ record ឲ្យភ្លាមវានៅស្ទុះបន្តិចហើយបានវាចាប់ដើមធ្វើការ record ទៅអញ្ចឹងនេះគឺជា3ចំណុចដែលតទៅជាមួយនឹងចំណុចខ្វះខាតជាមួយនឹងកាមេរ៉ា Lumix S1R2 ខ្ញុំគិតថានេះគឺជាបញ្ហាធម្មតាទេតទៅជាមួយនឹង firmware ដំបូងរបស់កាមេរ៉ាមួយនេះហើយក្រុមហ៊ុនក៏បាន collect data collect feedback អស់ហើយខ្ញុំគិតថា Panasonic នឹងធ្វើការ update ហើយនឹងធ្វើការ fix problem ទាំងអស់នេះហើយនឹងធ្វើការ release ជាមួយនឹង firmware update ដែលអ្នកប្រើប្រាស់ធ្វើការដែលក្រុមហ៊ុននឹងធ្វើការកែប្រែចំណុចខ្វះខាតទាំង3នេះដែលយើងបាន mention អញ្ចឹងគិតថាចំណុចខ្វះខាតនេះវាតទៅមិនតទៅជាមួយនឹង hardware ទេពាក្យច្រើនគឺតទៅជាមួយនឹង software ទាំងអស់ដែលមាននៅក្នុងកាមេរ៉ានេះអញ្ចឹងគិតថាពេលដែល official release Panasonic នឹង fix ជាមួយនឹងបញ្ហាទាំងអស់នេះបានទាំងអស់ចំណាប់អារម្មណ៍ខ្ញុំក្រោយជាមួយនឹងកាមេរ៉ា Panasonic S1R2 មួយនេះខ្ញុំគិតថា perfect មែនទែនជាមួយនឹងកាមេរ៉ាដែលមានរូបរាងតូចមួយនេះហើយតម្លៃត្រឹមតែ$3,300ហើយ hybrid ដែលអាចបានថតទាំងយើងអាចថតទាំងសន្លឹកបានហើយយើងអាចថតទាំងវីដេអូ event ថតទាំងវីដេអូការក៏បាន pre-wedding ក៏បានហើយថតទាំង commercial ក៏បានទៀតហេតុអីព្រោះតែវាមានជាមួយនឹង ProRes ProRes ស្រាប់ហើយមានទាំងមុខងារ ProRes RAW XQ ក្នុងនឹងទៀតអញ្ចឹងគឺថាវា perfect មែនតើជាមួយនឹងកញ្ចប់តម្លៃប៉ុណ្ណេះប៉ុន្តែអ្វីដែលខ្ញុំ concern មួយទៀតនោះតទៅជាមួយនឹងការប្រើប្រាស់ equipment ដូចជា lens ដូចជា cache ដូចជាយើង flash speed ដែលយើងដតប្រើ flash វិជា flash ហ្នឹងខ្ញុំមិនដឹងថាឥឡូវនេះយើងមានឧបករណ៍ចំនួនគ្រប់គ្រាន់ហើយទេជាមួយនឹងកាមេរ៉ា Panasonic ប៉ុន្តែប្រហែលជាអ្នកទាំងនេះបើសិនជាដឹងព័ត៌មានផ្សេងៗទៀតជាមួយនឹងឧបករណ៍ប្រើប្រាស់ជាមួយ Panasonic នេះអាចជួយ comment នៅខាងក្រោមវីដេអូនេះបានផងដែរសម្រាប់ខ្ញុំមកចំពោះកាមេរ៉ា Panasonic មួយនេះហើយនឹងប្រភេទ Sony មួយចំនួនដែលនៅកំពុងតែមានលើទីផ្សារប្រហែលជាខ្ញុំរើសយក Panasonic មួយនេះហើយព្រោះថា Panasonic នេះអ្វីដែលខ្ញុំពេញចិត្តខ្លាំងជាងគេនោះគឺ ProRes និង ProRes RAW ជាមួយនឹងកាមេរ៉ាមួយនេះហើយមានដល់ 8K 30 frame ទៀតខ្ញុំអាចថតសាក់ 8K 30 frame ហើយយកមកក្របលើក្របក្រោមហើយយកប្លង់បានច្រើនមានគុណសម្បត្តិច្រើនពេលដែលយើងធ្វើការ editing ខ្ញុំចូលចិត្តកែជាមួយនឹង ProRes និង ProRes RAW ច្រើនជាងជាមួយនឹង 8P64 រៀងទៅចិត្តបន្តិចប៉ុន្តែបើសិនជាហ្នឹងហើយបើសិនជានិយាយមកប្រហែលជាទៅ Panasonic ច្រើនជាងអញ្ចឹងអ្នកទាំងនេះអាចជួយ comment ពីខាងក្រោមទៀតបានបើសិនជាយើងមានចំណាប់អារម្មណ៍អីផ្សេងទៀតជាមួយនឹងកាមេរ៉ា Panasonic S1R2 នេះហើយបើសិនជាមានការ compare ផ្សេងទៀតជាមួយនឹង Panasonic ជាមួយនឹង Sony ជាដើមហ្នឹងជួយ comment ខាងក្រោមនៃវីដេអូនេះដើម្បីចែករំលែកឲ្យយើងដឹងផងមុននឹងយើងធ្វើការសម្រេចចិត្តទិញកាមេរ៉ាណាមួយឲ្យត្រូវជាមួយនឹងតម្រូវការរបស់យើងអញ្ចឹងវីដេអូខ្លីៗទៅជាមួយនឹង Panasonic មួយនេះយើងឃើញថាវីដេអូនេះគឺភាគច្រើនគឺមានគុណសម្បត្តិច្រើនជាងគុណវិបត្តិខ្ញុំអត់និយាយថាមានគុណវិបត្តិអីសឹងតែអត់មានហ្មងកាមេរ៉ាមួយនេះគឺសឹងតែអត់មានហ្មងខ្ញុំគិតថាពេលដែល official release និង Panasonic នឹងលុបបំបាត់ចោលនិងធ្វើការ fix problem firmware update នេះហើយនឹងកែប្រែនៅចំណុចខ្វះខាតដែលមានត្រឹមតែ2-3ចំណុចមួយនេះនឹងធ្វើឲ្យកាមេរ៉ានេះកាន់តែល្អប្រសើរតាមទៀតអញ្ចឹងវីដេអូខ្លីទៅជាមួយ Panasonic S1R2 ចាប់តែប៉ុណ្្នឹងជួបគ្នានៅវីដេអូបន្តទៀត